អីខ្ញុំគឺជាប្រែតខ្ញុំគឺជាព្រាយអើយចំណែកខ្ញុំនេះគឺជាយក្សក្បាលជ្រូកព្រះអើយអ្នកទាំង3គឺជាយក្សប្រែតហើយនឹងព្រាយហេតុអ្វីទៅបានជាអ្នកបង្ហាញខ្លួននៅចំពោះមុខខ្ញុំអញ្ចឹងជាតិមើលខ្ញុំគឺជាស្ដេចក្រាញ់ម្នាក់ខ្ញុំបានធ្វើបានមនុស្សបង្អត់អាហារដល់ពួកគេយកមនុស្សមកធ្វើទាសកលទៅខ្ញុំខ្លាចជាប្រែតដូច្នេះសូមអ្នកផ្ដល់លហើយខ្ញុំខ្លះមកពេលនោះខ្ញុំនឹងត្រឡប់ទៅវិញព្រោះខ្ញុំឃ្លានណាស់នៅពេលនេះអើយចំណែកខ្ញុំគឺជាព្រាយជាតិមុនខ្ញុំគឺនៅភូមិដាច់ស្រយាលមួយមានសម្លាញ់2នាក់រស់នៅផ្ទះជិតគ្នារាល់ថ្ងៃពួកគេតែងតែចូលទៅក្នុងព្រៃដើម្បីបាញ់សត្វម្នាក់មានឈ្មោះថាកុសលហើយម្នាក់ទៀតមានឈ្មោះថារដ្ឋាថ្ងៃនេះឯងទៅព្រៃទេកុសលឯងទៅបាញ់សត្វទៀតហើយមានទីថ្ងៃនេះយើងដូចជាខ្ជិលយ៉ាងម៉េចទីសម្លាញ់បានបើឯងមិនទៅក៏មិនអីដែរយើងទៅម្នាក់ឯងក៏បានយើងទៅជាមួយឯងដែរកុសលបើយើងមិនទៅតើយើងបានសត្វឯណាសម្រាប់លក់ដើម្បីបានប្រាក់ចិញ្ចឹមជីវិតនោះយើងស្មានថាឯងមិនចង់ទៅបើអញ្ចឹងឯងរៀបចំកំភ្លើងមកយើងចេញទៅបាញ់សត្វទាំងអស់គ្នាសម្លាញ់ឯងរងចាំយើងបន្តិចណានៅពេលថ្ងៃរសៀលមកដល់អ្នកទាំងពីរក៏បានចូលទៅក្នុងព្រៃដើម្បីបាញ់សត្វពិតជាចម្លែកណាស់សម្លាញ់យើងដើរមកឆ្ងាយពីភូមិហើយតែព្រៃនេះមើលទៅដូចជាគ្មានសត្វសោះកុំថាឡើយសត្វតូចសត្វធំសូម្បីតែកណ្ដុរសត្វកំប្រុកសត្វចាបខ្លាដំរីក៏ពួកយើងមិនតប្រទះឃើញដែរតើថ្ងៃនេះយើងបានសត្វឯណាសម្រាប់លក់ទៅសម្លាញ់ឯងកុំរអ៊ូពេករដ្ឋាយើងបន្តដំណើរទៅមុខសិនទៅព្រៃនេះឧស្សាហ៍មានមនុស្សឆ្លងកាត់ដូច្នេះសត្វទាំងនោះវាមិនសូវនៅប៉ុន្មានទេពួកយើងគួរតែដើរទៅព្រៃជ្រៅបន្តិចក្រែងនៅទីនោះមានសត្វច្រើនក៏បានសម្លាញ់តោះយើងទៅបុកទៀតទៅអញ្ចឹងនិយាយរួចពួកគេក៏បានបន្តដំណើរទៅមុខរដ្ឋានិងកុសលក៏បានបន្តដំណើរទៅមុខពួកគេចូលទៅក្នុងព្រៃកាន់តែជ្រៅទៅស្រាប់តែពេលនោះពួកគេបានឃើញមានខ្ទមមួយនិងលោកតារសានចាម្នាក់ឈរនៅពីមុខខ្ទមនោះសម្លាញ់ឯងចម្លែកដូចជាយើងទេចម្លែកអីទៅសម្លាញ់ឯងមិនឃើញបរិសចំណាំម្នាក់នោះនឹងខ្ទមនៅក្នុងនោះទេនៅក្នុងព្រៃជ្រៅបែបនេះបែរជាមានមនុស្សរស់នៅទៀតវាពិតជាចម្លែកណាស់មេណាយសម្លាញ់អញ្ចឹងពួកយើងទៅសួរនាំកាត់ទៅលោកតាមិនបានជាលោកតាមកនៅក្នុងព្រៃជ្រៅបែបនេះទៅវិញខ្ញុំធ្លាប់បានឆ្លងកាត់ព្រៃនេះជាច្រើនដងមកហើយប៉ុន្តែមិនដែលឃើញមានមនុស្សណារស់នៅទីនេះសោះឬមួយក៏លោកតាពង្វិញមែនទេយើងរស់នៅទីនេះរាប់ពាន់ឆ្នាំមកហើយហេតុតែយើងបង្ហាញខ្លួនដោយសារតែយើងរងចាំពួកឯងថាម៉េចលោកតារងចាំពួកយើងតើលោកតាជាអ្នកគ្រប់គ្រងយើងមែនទេឯងមិនបាច់ចង់ដឹងថាយើងរងចាំពួកឯងដើម្បីអ្វីនោះទេតែយើងចង់ប្រាប់ពួកឯងថាឯងទាំងពីរនាក់ឆាប់ចូលទៅក្នុងខ្ទមទៅពេលនោះការពិតនឹងបានលាតត្រដាងឲ្យពួកខ្ញុំទាំងពីរនាក់ចូលទៅក្នុងខ្ទមត្រឹមត្រូវហើយឆាប់ចូលទៅតោះសម្លាញ់យើងឆាប់ចូលទៅក្នុងខ្ទមទៅយើងចង់ដឹងណាស់ថាក្នុងនោះមានអ្វីតោះសម្លាញ់យើងឆាប់ចូលទៅអញ្ចឹងនៅពេលដែលអ្នកទាំងពីរចូលទៅក្នុងខ្ទមនោះស្រាប់តែទ្វារក៏បានបិទហើយអ្នកទាំងពីរមិនអាចចេញមកក្រៅបានឡើយប៉ុន្តែត្រឡប់មកវិញពួកគេក៏បានឃើញមាសប្រាក់ជាច្រើននៅក្នុងខ្ទមនោះព្រះអើយនៅក្នុងខ្ទមនេះមានសុទ្ធតែមាសតើខ្ទមនេះជាខ្ទមលាក់កំណប់មែនទេមានហើយសម្លាញ់វាពិតជាចម្លែកណាស់មាសទាំងនេះច្រើនណាស់សម្លាញ់យើងឆាប់ប្រមូលយកវាទៅឈប់សិនសម្លាញ់យើងសួរលោកតាចំណាំម្នាក់នោះសិនថាវាជារបស់គាត់មែនទេបើអញ្ចឹងឯងទៅសួរគាត់ចោះតែកុំភ្លេចថាបើយើងយកបានមាសច្រើនជាងឯងកុំខឹងយើងឲ្យសោះវើយមិនអីទេសម្លាញ់នៅពេលដែលកសលដើរទៅបើកទ្វារទោះគេបើកយ៉ាងណាក៏មិនចេញដែរចាប់ហើយរដ្ឋាទ្វារនេះបើកមិនបានទេយើងត្រូវចាប់កែនៅក្នុងខ្ទមនេះហើយសម្លាញ់ថាម៉េចចាប់កែនៅក្នុងខ្ទមព្រះអើយនេះជាខ្ទមវេទមន្តរបស់តាចាស់នោះហើយយើងមិនអាចចេញទៅក្រៅបានទេនៅពេលនេះពួកគេខំបើកទ្វារយ៉ាងណាក៏មិនចេញអ្នកទាំងពីរក៏បានដេកលក់នៅក្នុងខ្ទមនោះមួយយប់ទៅនៅពេលព្រឹកឡើងស្រាប់តែមានអាហារជាច្រើននៅលើតុនៅក្នុងខ្ទមនោះសម្លាញ់នៅក្នុងខ្ទមនេះមានអាហារហើយមើលទៅវាស្រស់ល្អណាស់ខ្ទមនេះប្រកាសជាខ្ទមវេទមន្តហើយសម្លាញ់តោះសម្លាញ់យើងបរិភោគវាទៅ
ពេលនោះស្រាប់តែមានមនុស្សចម្លាច់3នាក់ដោយខ្លួនប្រាណរបស់អ្នកទាំង3ដូចជាបិសាចនិងអរិយអញ្ចឹងហើយក្លិនខ្លួនរបស់គេគឺពិតជាស្អុយខ្លាំងណាស់កដុំឆែបតើអ្នកទាំង3មកពីណាមិនក៏សក់អ្នកទាំង3ចេញមកភ្លេចអញ្ចឹងមើលចុះរូបរាងអ្នកទាំង3គួរឲ្យខ្លាចណាស់ហើយក្លិនវិញស្អីដល់កតើពួកអ្នកមិនដែលងុយទឹកទេអីខ្ញុំគឺជាប្រែតខ្ញុំគឺជាព្រាយហើយចំណែកខ្ញុំនេះគឺជាយក្សក្បាលជ្រូកព្រះអើយអ្នកទាំង3គឺជាយក្សប្រែតហើយនឹងព្រាយហេតុអ្វីទៅបានជាអ្នកបង្ហាញខ្លួននៅចំពោះមុខខ្ញុំអញ្ចឹងជាតិមែនខ្ញុំគឺជាស្ដេចក្រាញ់ម្នាក់ខ្ញុំបានធ្វើបាបមនុស្សបង្អត់អាហារដល់ពួកគេយកមនុស្សមកធ្វើទាសកលទៅខ្ញុំខ្លាចជាប្រែតដូច្នេះសូមអ្នកផ្ដល់អាហារឲ្យខ្ញុំខ្លះមកពេលនោះខ្ញុំនឹងត្រឡប់ទៅវិញព្រោះខ្ញុំឃ្លានណាស់នៅពេលនេះអុយចំណែកខ្ញុំគឺជាព្រាយជាតិមុនខ្ញុំគឺជាគ្រូពេទ្យខ្ញុំរំលូតកូនគេដើម្បីបានប្រាក់យកទៅកែសម្ផស្សប៉ុន្តែជាកម្មពីទៅខ្ញុំខ្លាចជាព្រាយដូច្នេះសូមអ្នកផ្ដល់អាហារនិងប្រាក់ខ្លះឲ្យខ្ញុំមកដើម្បីឲ្យខ្ញុំបានឆេះនឹងប្រើប្រាស់ផងចំណែកខ្ញុំគឺជាយក្សក្បាលជ្រូកជាតិមុនខ្ញុំចូលចិត្តចាក់កជ្រូកទៅជាតិនេះខ្ញុំខ្លាចជាយក្សហើយខ្ញុំចម្ពាក់ប្រាក់គេទៀតដូច្នេះសូមអ្នកកំឡោះទាំងពីរមេត្តាផ្ដល់ប្រាក់ឲ្យខ្ញុំខ្លះមកដើម្បីឲ្យខ្ញុំយកទៅសងគេវិញមិនបានជាដាច់ខាតខ្ញុំចូលមកក្នុងខ្ទមនេះទាំងប្រថុយជីវិតបញ្ហារបស់អ្នកទាំងអស់គ្នាហេតុអ្វីឲ្យខ្ញុំជាអ្នកជួយទៅវិញដូច្នេះកុំថាឡាយប្រាក់សូម្បីតែអាហារក៏ខ្ញុំមិនផ្ដល់ឲ្យដែរសូមអ្នកទាំង3ទៅវិញចុះមនុស្សលោកទាំងពីរអើយមេត្តាអាណិតដល់ពួកខ្ញុំផងសូមផ្ដល់អាហារឲ្យខ្ញុំខ្លះមកខ្ញុំឃ្លានណាស់ខ្ញុំមិនអាចផ្ដល់អាហារឲ្យអ្នកទាំង3បានទេអាហារនេះគឺជារបស់យើងហើយប្រាក់នេះក៏ជារបស់យើងដែរបើយើងចែករំលែកឲ្យអ្នកទាំង3ពួកយើងទាំងពីរនេះច្បាស់ជាដាច់ពោះស្លាប់ជាមិនខានឡើយអូយអ្នកគឺជាមនុស្សលោកតែហេតុអ្វីក៏ចិត្តអាក្រក់យ៉ាងនេះខ្ញុំមិនចិត្តអាក្រក់ទេតែខ្ញុំធ្វើនេះក៏ព្រោះតែក្រពះខ្ញុំដែរនឹងសម្លាញ់យើងចែករំលែកឲ្យពួកគេខ្លះទៅមើលទៅពួកគេគួរឲ្យអាណិតណាស់គេបានស្លាប់ខ្លាយទៅជាខ្មោចព្រាយហើយនឹងប្រែតព្រោះតែការចិត្តអាក្រក់របស់ពួកគេតែហេតុអ្វីក៏យើងមិនអាចចែករំលែកឲ្យគេបានអញ្ចឹងកុសលដំណាក់កាលនេះគឺជាដំណាក់កាលស្លាប់រស់បើឯងចិត្តល្អឯងចែករំលែកឲ្យគេទៅកុំឲ្យយើងចែកឲ្យគេដែរនោះឥឡូវចេះចោះយើងចែកអាហារគ្នាហើយមានប្រាក់ក៏យើងចែកគ្នាដែររបស់ឯងចង់យកធ្វើអ្វីក៏ធ្វើចោះចំណែកយើងទុកប្រើប្រាស់តែម្នាក់ឯងទេវើយរដ្ឋាមិនបានជាអញអាត្មានិយមយ៉ាងនេះមិននឹកស្មានថាសម្លាញ់របស់យើងចិត្តអាក្រក់ដល់ថ្នាក់នេះសោះយើងក៏មិនចង់ដែរសម្លាញ់អាហារនេះសម្រាប់យើងទាំងពីរនាក់បើយើងចែករំលែកឲ្យគេយើងច្បាច់จะដាច់ពោះស្លាប់ជាមិនខានក៏បានយើងធ្វើតាមការសម្រេចចិត្តរបស់ឯងចោះប៉ុន្តែឯងមិនត្រូវស្ដាយក្រោយនឹងទង្វើរបស់ឯងនៅថ្ងៃនេះទេវើយអ្នកស្ដាយក្រោយគឺជាឯងទៅវិញទេកុសលចិត្តល្អខុសរបៀបខ្លួនឯងឃ្លានឡើងស្រេកស្លាំងឈឺចង់ស្លាប់ខ្លួនឯងទៅហើយទៅចែករំលែកធ្វើអ្វីដល់ខ្មោចព្រាយទាំងអស់នេះនោះយើងមិនល្ងងដូចជាឯងនោះទេរដ្ឋាយើងពិតជាអស់សង្ឃឹមចំពោះឯងខ្លាំងណាស់អ្នកទាំង3ជានិស្ស័យទៅយើងបានជួបគ្នាថ្ងៃនេះខ្ញុំគ្មានអ្វីច្រើនសម្រាប់ជួយអ្នកទេខ្ញុំមានតែអាហារនិងមាសប្រាក់ដូច្នេះខ្ញុំសូមឧទ្ទិសជូនអ្នកឲ្យស្រស់ស្រូបអាហារឆ្ងាញ់នេះទាំងអស់គ្នាផងសាធុសូមសំណាងល្អណាស់អ្នកកំឡោះពេលហើយអ្នកកំឡោះចិត្តល្អណាស់ខ្ញុំសូមអរគុណហើយការសម្រេចចិត្តរបស់ឯងនៅថ្ងៃនេះគឺពិតជាត្រឹមត្រូវណាស់អ្នកកំឡោះកុសលបានឧទ្ទិសអាហារនិងមាសប្រាក់ដល់ខ្មោចព្រាយនឹងយៈនៅខណៈដែលកុសលលើកដៃប្រណម្យបិទភ្នែកនោះនៅពេលដែលកុសលបើកភ្នែកមកវិញគេស្រាប់តែត្រឡប់មកផ្ទះដោយមិនដឹងខ្លួនព្រមទាំងមាសប្រាក់មកជាមួយផងដែរនេះគឺជាផ្ទះរបស់ខ្ញុំតើវាពិតជាចំណេញណាស់នេះគឺជាហឹបមាសព្រះអើយតើមានរឿងអ្វីកើតឡើងចំពោះខ្ញុំទៅវាជាសុបិនឬមួយជាការពិតខ្ញុំកញ្ញាញ់ខួរអស់ហើយនេះខ្ញុំទៅផ្ទះរដ្ឋាសិនតើគេបានមកដល់ផ្ទះដោយខ្ញុំដែរឬទេចំណែករដ្ឋាវិញក្រោយពីគេបរិភោគអាហារនោះហើយគេក៏បានពោលហើយក៏បានបាត់បង់ជីវិតនៅពេលនោះទៅរដ្ឋាឯងនៅផ្ទះទេតើឯងបានត្រឡប់មកដល់ផ្ទះហើយឬនៅរដ្ឋាសម្លាញ់របស់ឯងគេបានស្លាប់បាត់បង់ជីវិតទៅហើយព្រោះតែអំណាចនៃការលោភលន់របស់គេតើនេះជាសម្លេងអ្នកណានឹងរដ្ឋាស្លាប់ហើយមែនទេរដ្ឋាអ្វីគ្រប់យ៉ាងដែលបានកើតឡើងសុទ្ធតែមានហេតុនិងផលដូច្នេះវាមិនមែនជារឿងចៃដន្យនោះទេកុសលក្រោយដឹងថារដ្ឋាស្លាប់គេក៏បានយកមាសប្រាក់ដែលគេមានយកធ្វើបុណ្យឲ្យរដ្ឋាតាមប្រពៃណីហើយកុសលក៏បានខ្លាយទៅជាអ្នកមានដោយសារតែអំណាចខ្ទមវេទមន្តនោះ